កម្ពុជាតើនេះក្រុមការងាររបស់យើងបានជាប់អ្នកតំណងទៅកាន់លោកច័ន្ទសរ៉ាត់រីកាចេញពីខេត្តកំពង់ចាមជម្រាបសួរបាទជំរាបសួរលោកស្រីកនិកាហើយនឹងក្រុមការងារបច្ចេកទេសហើយក៏សូមគោរពទៅដល់បងប្អូនទស្សនិកជនយើងផងដែរបាទចាសូមអរគុណច្រើនតើព្រឹកនេះលោកមានអ្វីជម្រាបជូនទស្សនិកជនសូមអញ្ជើញបាទពីខេត្តកំពង់ចាមព្រឹកនេះជំរាបជូនទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9បាទចាបាទថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈហៅកាត់ថា TVET លើកទី9ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលដែលរៀបចំនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមនេះព្រឹកថ្ងៃទី15ម្សិលមិញនេះឯកឧត្តមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានគូបញ្ជាក់ថាកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសហៅកាត់ថា TVET ទៅដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យគឺជាកម្មវិធីយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតនៅក្នុងចំណោមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំបាទដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីឯកឧត្តមអ៊ុនចន្ទាបានបញ្ជាក់ថាជាក់ស្ដែងតាមរយៈគោលនយោបាយបណ្ដុះបណ្ដាលយុវជនចំនួន1.5 លាននាក់គឺជាការគិតគូរយ៉ាងល្អិតអន់និងវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនៅក្នុងការបំប្លែងកម្លាំងពលកម្មកម្ពុជាឲ្យទៅជាកម្លាំងពលកម្មជំនាញដែលមានតម្លៃខ្ពស់ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀតកម្មវិធីនេះមិនត្រឹមតែបង្រៀនជំនាញដោយមិនគិតថ្លៃសាលានោះទេប៉ុន្តែថែមទាំងបានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សិស្សនិស្សិតមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យថែមទៀតផងឯកឧត្តមអភិបាលខេត្តបានបន្តថាក្រោយពីបញ្ចប់ការសិក្សាយុវជននឹងទទួលបានចំណេះដឹងនិងជំនាញមួយពិតប្រាកដដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិតបង្កើនប្រាក់ចំណូលក្នុងគ្រួសារបញ្ជៀសបានការធ្វើចំណាក់ស្រុកខុសច្បាប់ដោយប្រថុយប្រឋានព្រមទាំងជំរុញបានការអភិវឌ្ឍកម្លាំងពលកម្មជំនាញមានវិជ្ជាជីវៈច្បាស់លាស់និងគំនិតច្នៃប្រឌិតប្រកបដោយគុណភាពនិងប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេសបង្កើនបានធនធានមនុស្សមានកម្លាំងពលកម្មជំនាញនិងភាពប្រកួតប្រជែងទីផ្សារការងារហើយនឹងអាចធានាបានថាយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតបាទបើតាមលោកហៅថិននាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមបានបញ្ជាក់ថាវិទ្យាស្ថានពហុបច្ចេកទេសខេត្តហ្នឹងមានបណ្ដុះបណ្ដាលជំនាញដូចជាវិស្វករអគ្គិសនីវិស្វករអេឡិចត្រូនិកវិស្វកម្មសំណង់ស៊ីវិលវិស្វកម្មព័ត៌មានវិទ្យាវិទ្យាសាស្ត្រគ្រប់គ្រងចិញ្ចឹមសត្វសេដ្ឋសាស្ត្រនិងមានជំនាញជាច្រើនទៀតស្របតាមតម្រូវការទីផ្សារការងារហើយវិទ្យាស្ថានក៏បានបណ្ដុះបណ្ដាលតាមកម្រិតបាទពីកម្រិតបរិញ្ញាបត្រវិញ្ញាបនបត្ររួមជាមួយនឹងដោយសិក្សាបាទចាប់ពី1សប្តាហ៍រហូតដល់5ឆ្នាំហើយវិទ្យាស្ថានក៏បានខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាលនិងការងារដើម្បីបង្កើនផលិតភាពនិងភាពប្រកួតប្រជែងដោយខិតខំស្វះស្វែងរកដៃគូក៏ដូចជាក្រុមហ៊ុនរោងចក្រសហគ្រាសដើម្បីឲ្យសិស្សនិងនិស្សិតហាត់ការងារនិងកម្មសិក្សាជាពិសេសនោះស្វែងរកការងារជូនសិស្សនិស្សិតក្រោយពីបញ្ចប់ការសិក្សាស្របតាមជំនាញនិងសមត្ថភាពរបស់ពួកគាត់ផងដែរបាទសូមអរគុណលោកស្រីកនិកាសេចក្តីរាយការណ៍ព័ត៌មានចេញពីខេត្តកំពង់ចាមព្រឹកនេះបាទសូមបញ្ចប់តាមតែប៉ុណ្ណេះបាទចាអរគុណច្រើនលោកសារ៉ាត់សម្រាប់សេចក្តីរាយការណ៍ជួបគ្នាឱកាសក្រោយទៀតជម្រាបលាបាទសូមជម្រាបលាបាទសូមអរគុណបាទចាអរគុណទូទាំងទស្សនិកជនចា